ប្រវត្តិប្រាសាទភ្នំជីសូរឈ្មោះប្រាសាទភ្នំជីសូរអ្នកកសាងព្រះបាទសូរ្យវរ្ម័នទី1កាលបរិច្ឆេទកសាងនាដើមសតវត្សទី11ឧទ្ទិសថ្វាយព្រហ្មញ្ញសាសនាស្ថាបត្យកម្មខ្មែរទីតាំងស្ថិតនៅស្រុកសំរោងខេត្តតាកែវភ្នំជីសូរបើធ្វើដំណើរតាមរថយន្តពីភ្នំពេញតាមផ្លូវជាតិលេខ2កាត់តាមស្រុកបទីនិងប្រាសាទនាងខ្មៅមានចម្ងាយ62គីឡូម៉ែត្រពីភ្នំពេញដោយប្រើរយៈពេលប្រហែល1ម៉ោងរួចបត់ឆ្វេងចូលទៅតាមផ្លូវកៅស៊ូមានចម្ងាយ5គីឡូម៉ែត្រពីផ្លូវជាតិបើធ្វើដំណើរពីទីរួមខេត្តមានចម្ងាយ27គីឡូម៉ែត្រភ្នំជីសូរមានកម្ពស់130ម៉ែត្រគេអាចមើលឃើញភ្នំជីសូរតាំងពីច្រកចូលទៅកាន់ភ្នំតាម៉ៅនៅតាមផ្លូវជាតិលេខ2ឆ្ពោះទៅទិសខាងត្បូងប៉ុន្តែភ្ញៀវទេសចរត្រូវបន្តដំណើរប្រមាណ25គីឡូម៉ែត្រទើបទៅដល់ទីនោះនៅលើភ្នំជីសូរមានប្រាសាទបុរាណមួយអ្វីត្បិតតែមានសភាពបាក់បែកភាគច្រើនប៉ុន្តែវាមានលក្ខណៈល្អផ្ដាច់លើសប្រាសាទនានានៅក្នុងតំបន់នេះពីលើកំពូលភ្នំនេះគេគយគន់មើលទេសភាពវាលស្រែនៅក្នុងខេត្តតាកែវដ៏ល្អប្រណិតគ្រប់ទិសទីប្រាសាទភ្នំជីសូរបានស្ថាបនាលើខ្នងភ្នំមួយមានកម្ពស់380ម៉ែត្រនៅដើមសតវត្សទី11ដោយព្រះបាទសូរ្យវរ្ម័នទី1សម្រាប់ឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទនេះសាងសង់អំពីថ្មភក់និងលីប៉ូនីតមានបណ្ដោយ60ម៉ែត្រនិងទទឹង50ម៉ែត្រនិងមានថែវ2ជាន់ព័ទ្ធជុំវិញថែវទី2មានទំហំតូចជាងថែវទី1និងនៅចំកណ្ដាលមានទីសក្ការៈមួយដ៏សំខាន់ហើយមានទ្វារឆ្លាស់2ខាងក្នុងមានព្រះពុទ្ធរូបធ្វើអំពីឈើម្យ៉ាងវិញទៀតគេប្រទះឃើញក្បាច់ចម្លាក់យ៉ាងល្អប្រណិតនៅលើផ្តែរនិងសសរពេជ្រគេនិយមឡើងលើភ្នំជីសូរតាមជណ្ដើរថ្មខាងលិចដែលមានចំនួន390កាំហើយចុះទៅតាមជណ្ដើរខាងត្បូងដែលមានចំនួន408កាំនៅចំពីមុខប្រាសាទមានក្លោងទ្វារនិងមានជណ្ដើរមួយទៀតសាងសង់តាំងពីសម័យកសាងប្រាសាទដែលភ្ជាប់ទៅនឹងប្រាសាទសែននិងប្រាសាទភូវាំងនិងទន្លេអ៊ុំដែលជាបឹងកាលពីអតីតកាលដែលគេចាត់ទុកជាបឹងដ៏ពិសិដ្ឋសម្រាប់ធ្វើពិធីងូតទឹកលាងបាបតាមលទ្ធិព្រហ្មញ្ញសាសនាក្រៅពីនេះនៅមានប្រាសាទជាច្រើនទៀតដ៏ទូលាយបែរមុខទៅទិសខាងកើតនិងពាយ័ព្យមានបណ្ដោយប្រវែង100ម៉ែត្រនិងទទឹង80ម៉ែត្រមួយផ្នែកធំនៃប្រាសាទភ្នំជីសូរត្រូវបានខូចខាតនៅប៉ែកខាងត្បូងនៃប្រាសាទមានព្រះវិហារពុទ្ធសាសនាសាងសង់ថ្មីមួយនិងនៅខាងក្រោយមានសាលាធម្មសភាមួយខ្នងដែលមានកុដិព្រះសង្ឃនិងមានទីសក្ការៈតូចមួយហើយមានអាងទឹកចំណាស់មួយធ្វើអំពីបេតុងជាថ្នាក់ភ្នំជីសូរជារមណីយដ្ឋានទេសចរប្រវត្តិសាស្ត្ររបស់ខេត្តតាកែវមជ្ឈមណ្ឌលនេះបាននឹងកំពុងឆ្លុះបញ្ចាំងនៅប្រាសាទបុរាណដែលមានកេរដំណែលវប្បធម៌និងអរិយធម៌បេតិកភណ្ឌជាតិខ្មែរគូផ្សំនឹងទស្សនីយភាពធម្មជាតិនិងសមិទ្ធផលសង្គមផ្សេងៗទៀតផងនោះមានជាអាចគឺវត្តភ្នំជីសូរក្រៅពីនេះគេមានឃើញរូងវិមានច័ន្ទស្ថិតនៅប្រមាណ150ម៉ែត្រពីខាងត្បូងប្រាសាទភ្នំជីសូររូងភ្នំធម្មជាតិនេះមានតាំងពីយូរយារណាស់មកហើយជាទីស្ងាត់សម្រាប់ពួកសាមណព្រាហ្មណ៍តាំងសមាធិឬសម្រាប់អ្នកធ្វើទុដងដើរចុងក្រោមភាវនាធម៌កាលពីសម័យសង្គមក្នុងឆ្នាំ1970មានការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងបណ្ដាលឲ្យរូងនេះត្រូវបិទជិតដោយថ្មធំមិនអាចចេញចូលបានទៀតឡើយក្រៅពីប្រាសាទគេឃើញមានវត្តភ្នំជីសូរបានកសាងនៅក្នុងឆ្នាំ1917ដែលមានព្រះចៅអធិការវត្តគ្រប់គ្រងតាំងពីដើមរៀងមកចំនួន5ព្រះអង្គវត្តនេះត្រូវបានបំផ្លិចបំផ្លាញខ្ទេចខ្ទីក្នុងសង្គ្រាមនាឆ្នាំ1970ហើយចាប់ផ្ដើមកសាងឡើងវិញជាថ្មីនៅក្នុងឆ្នាំ1979តរៀងមកអំពីប្រវត្តិប្រាសាទភ្នំជីសូរសំណង់នៃប្រាង្គប្រាសាទបុរាណជាមរតកវប្បធម៌ខ្មែរដ៏មានតម្លៃដោយមិនអាចកាត់ថ្លៃបានឡើយលក្ខណៈពិសេសនៃបុរាណដ្ឋាននេះគេតែងកត់សម្គាល់នៅប្រវត្តិនៃការកសាងពីរបែបខុសគ្នាគឺតាមរយៈអ្នកបុរាណវិទ្យាដោយធ្វើការសិក្សាស្រាវជ្រាវតាមរយៈសិលាចារឹកផងនិងមួយបែបទៀតតាមរយៈរឿងព្រេងនិទានដែលប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញប្រាសាទមានការចេះចាំមាត់ហើយបាននិយាយតគ្នាផងតាមសិលាចារឹកភ្នំជីសូរមានឈ្មោះថាស្រីសូរបរពតឬសូរបរពតដែលមានន័យថាភ្នំរបស់ព្រះបាទសូរ្យវរ្ម័នទី1
នៅក្នុងប្រាសាទភ្នំជីសូរមានសិលាចារឹក2សិលាចារឹកទី1និយាយពីការថ្វាយសក្ការៈបូជានានាចំពោះអាទិទេពនៅលើភ្នំដែលមានឈ្មោះថាសូរ្យបរពតដែលមានន័យថាភ្នំសូរនៅក្នុងឆ្នាំ1019នៃគ្រិស្តសករាជចំណែកឯសិលាចារឹកមួយទៀតគឺសិលាចារឹកទី2បានអធិប្បាយពីរាជវង្សរបស់ព្រះបាទសូរ្យវរ្ម័នទី2ដែលជាអាយកោរបស់ព្រះអង្គគឺជាកូនចៅរបស់ស្ដេចហិនយវរ្ម័នវិហារពុទ្ធសាសនានៅលើភ្នំជីសូរតាមសិលាចារឹកនៅលើប្រាសាទព្រះវិហារខេត្តព្រះវិហារបានរៀបរាប់ពីការធ្វើពិធីសិវលឹង្គឈ្មោះសូរ្យវិមេស្វរៈនៅប្រាសាទសូទ្រីឬជីសូរនៅក្នុងឆ្នាំ1018នៃគ្រិស្តសករាជចំណែកឯសិលាចារឹកអង្គរខេត្តសៀមរាបបានហៅប្រាសាទភ្នំជីសូរថាស្រីសូរគិរីនិងរៀបរាប់អំពីព្រះអាទិទេពដែលជាស្ដេចនៃចក្រវាឡដែលខ្មែរបុរាណហៅថាកំរងតេជគុជដែលបានតម្កល់នៅប្រាសាទនេះអំពីរឿងព្រេងនិទានកាលពីព្រេងនាយមានមហាក្សត្រមួយអង្គគង់នៅព្រះរាជនិវេសមួយកន្លែងដែលស្ថិតនៅខាងកើតភ្នំជីសូរនៅជិតទន្លេមួយឈ្មោះទន្លេអ៊ំរាជនិវេសនោះឈ្មោះថាសែនភូវាំងដែលមានឈ្មោះនិងស្លាកស្នាមនៃទីកន្លែងមកទល់នឹងសពថ្ងៃនេះកាលនោះមានការរៀបចំពិធីមួយហៅថាការកោរសក់កូនស្ដេចដែលពាក្យរាជសព្ទហៅថាពិធីចម្រើនប្រកេះព្រះរាជឱរសក្នុងគ្រានោះដែរក៏មានពួកព្រាហ្មណ៍ជាគ្រូអាចារ្យសំខាន់បានជូនពរសពសាធុការពរជ័យដល់ព្រះរាជឱរសនោះប៉ុន្តែគេបានធ្វើការចាប់អារម្មណ៍ចំពោះព្រាហ្មណ៍ចុងក្រោយដែលបានជូនពរជ័យដល់ព្រះរាជឱរសនោះថាសូមឲ្យខ្លាំងដូចស្រមោចឲ្យពូកែដូចខ្មោចនិងមានចិត្តមុតដូចស្រីគ្រានោះដែរមជ្ឈដ្ឋានភ្ញៀវចូលរួមទាំងអស់និងព្រះមហាក្សត្រផងដែរបានឆ្ងល់នឹងខ្លឹមសារទៅនឹងពរជ័យនោះហើយស្ដេចក៏បានឲ្យព្រាហ្មណ៍នោះធ្វើការពន្យល់ដើម្បីឲ្យអស់សង្ស័យព្រាហ្មណ៍នោះបានបកស្រាយដូចតទៅពរទី1ខ្លាំងដូចស្រមោចគឺសំដៅទៅដល់ការកំណត់ច្បាស់ថាស្រមោចគឺជាសត្វមានកម្លាំងខ្លាំងទន្ទឹមនេះដែរព្រាហ្មណ៍បានបញ្ជាក់ថាឲ្យយកដែកប៉ុនខ្លួនមនុស្សហើយឲ្យមនុស្សលើកម្នាក់ឯងពេលនោះមនុស្សលើកដែកនោះពុំរួចទេប៉ុន្តែបើគេយកមកជុលទំហំប៉ុនខ្លួនស្រមោចហើយមានការប្រឡាក់ទៅដោយទឹកឃ្មុំនោះគេនឹងឃើញស្រមោចមួយពំទៅបាត់នេះហើយដែលហៅថាខ្លាំងដូចស្រមោចពរទី2ពូកែដូចខ្មោចគឺឲ្យយកខ្មោចតៃហោងទាំង7ទៅកោបនៅភ្នោចិត្តគ្នានាបរិវេណតែមួយដែលមានរាងជារង្វង់ហើយមានកោបផ្តិលប្រាក់នៅទីកណ្ដាលនោះដែរនៅពេលយប់គេមានរៀបចំពិធីអុជធូបសែននៅទីនោះដែលគេសួរថាតើមាននរណាហ៊ានទៅជីកកកាយយកផ្តិលប្រាក់ទាំងយប់ឬក៏អត់គេថាមិនមាននរណាហ៊ានទៅជីកយកទេនេះហើយដែលគេហៅថាមានឫទ្ធិពូកែដូចខ្មោចនោះពរទី3ចិត្តមុតដូចស្រីគឺមានដំណើររឿងជាក់ស្ដែងដែលបានបង្ហាញថាស្ត្រីមានចិត្តដាច់ដោយហ៊ានសម្លាប់ប្តីដើម្បីបានទ្រព្យសម្បត្តិនិងកិត្តិយសចំណែកឯប្តីវិញមិនហ៊ានសម្លាប់ប្រពន្ធដើម្បីទ្រព្យសម្បត្តិនិងបុណ្យស័ក្តិនោះឡើយនេះហើយដែលមានការលើកឧទាហរណ៍បញ្ជាក់ឲ្យឃើញជាក់ស្ដែងថាពិតជាស្ត្រីភាពមានចិត្តមោះមុតមែនការវិភាគចំណុចវិជ្ជមាននិងអវិជ្ជមានចំណុចវិជ្ជមានប្រាសាទភ្នំជីសូរជារមណីយដ្ឋានធម្មជាតិនិងប្រវត្តិសាស្ត្រដែលល្អដាច់គេនៅក្នុងខេត្តតាកែវនៅពេលដែលនិយាយដល់ខេត្តតាកែវភ្ញៀវតែងតែគិតដល់ភ្នំជីសូរជានិច្ចជាពិសេសប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តនិងខេត្តក្បែរតំបន់នោះផងដែរប្រជាពលរដ្ឋខ្មែរចូលចិត្តទៅលេងកម្សាន្តនៅតំបន់នោះនៅពេលឈប់សម្រាកនិងពិធីបុណ្យជាតិនានាជាដើមប្រាសាទភ្នំជីសូរត្រូវបានធ្វើការអភិរក្សនិងថែរក្សាពីសំណាក់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈម្យ៉ាងទៀតចម្លាក់នៅលើប្រាសាទមានលក្ខណៈល្អវិចិត្រដាច់គេនៅក្នុងតំបន់នៅលើកំពូលភ្នំភ្ញៀវទេសចរអាចមើលឃើញទេសភាពវាលស្រែពណ៌បៃតងនិងទទួលខ្យល់ល្អបរិសុទ្ធបំផុតភ្នំជីសូរសម្បូរទៅដោយទីសក្ការៈនានាដែលជាការគោរពពីសំណាក់ភ្ញៀវទេសចរជាតិក្នុងការបន់ស្រន់សូមសេចក្តីសុខពីទីកន្លែងគោរពបូជាម្យ៉ាងទៀតភ្នំជីសូរក៏ជាកន្លែងសម្រាប់សិស្សនិស្សិតក្នុងការសិក្សាស្រាវជ្រាវអំពីតំបន់ប្រវត្តិសាស្ត្រដែលបន្សល់ទុកតាំងពីសម័យអង្គរមកម្ល៉េះសុខសុវត្ថិភាពនៅតំបន់មានលក្ខណៈល្អប្រសើរដោយមានការចូលរួមពីអាជ្ញាធរមានសមត្ថកិច្ចក្នុងការថែរក្សាសណ្ដាប់ធ្នាប់ក្នុងតំបន់រមណីយដ្ឋានភ្នំជីសូរបានផ្ដល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋក្នុងតំបន់នោះតាមរយៈការលក់ម្ហូបអាហារនៅក្នុងតំបន់វាបានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋមានលក្ខណៈធូរធារសមរម្យជាងមុនចំណុចអវិជ្ជមាន
នៅពេលភ្ញៀវទេសចរឡើងទៅលើកំពូលភ្នំជីសូរភ្ញៀវទេសចរនឹងឃើញសំណើមនៅតាមសងខាងផ្លូវនៃកាំជណ្ដើរដែលធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍ភ្ញៀវដែលទៅទស្សនានៅទីនោះមានន័យថារមណីយដ្ឋានមិនទាន់មានការគ្រប់គ្រងសម្រាមបានត្រឹមត្រូវនៅឡើយពេលដែលចូលដល់ប្រាសាទភ្ញៀវទេសចរនឹងឃើញមានការប្រើប្រាស់ទឹកលុបពណ៌សសម្រាប់ការបង្ហាញនៅក្តីស្រឡាញ់របស់យុវជនមួយចំនួននៅក្នុងពេលបច្ចុប្បន្នដែលមិនបានគិតដល់ផលប៉ះពាល់និងតម្លៃកេរដំណែលរបស់ប្រាសាទដែលបុព្វបុរសខ្មែរបានបូជាសាច់ស្រស់ឈាមស្រស់ក្នុងការកសាងទុកជាកេរដំណែលឲ្យកូនចៅជំនាន់ក្រោយធ្វើជាទីសក្ការៈបូជាឡើយបច្ចុប្បន្ននេះប្រាសាទនៅលើកំពូលភ្នំជីសូរត្រូវបានធ្វើការរៀបចំថែរក្សាការពារបានយ៉ាងល្អពីសំណាក់អាជ្ញាធរនិងប្រជាពលរដ្ឋនៅក្នុងតំបន់